សួរនេះខ្ញុំឈ្មោះលក្ខណៈអាយុ19ឆ្នាំសប្តាហ៍យើងជានិស្សិតឆ្នាំទី3នៅសាកលវិទ្យាល័យភូមិន្ទនេតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់ហើយនៅថ្ងៃអនាគតនេះខ្ញុំចង់ក្លាយជាចៅក្រមហើយខ្ញុំរស់នៅអង្គការរយៈពេល6ឆ្នាំហើយថ្ងៃនេះដែរខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែនដោយសារថ្ងៃដែលជាក្តីសម័យដែលខ្ញុំមកចង់មកប្រទេសស្វីសដោយសារពេលដែលមុននឹងខ្ញុំចូលអង្គការហ្នឹងអ្នកគ្រូរតនាធ្លាប់ប្រាប់ខ្ញុំដែរថាពេលដែលយើងធ្វើល្អខំប្រឹងធ្វើល្អនឹងម៉ាក់នឹងនាំមកនៅមកដល់ប្រទេសស្វីសហើយពេលនេះខ្ញុំអត់ជឿឯងខ្ញុំគិតថាអ្នកគ្រូនិយាយលេងតែពេលនេះខ្ញុំអត់មានអីនិយាយព្រោះខ្ញុំឥឡូវខ្ញុំកំពុងឈរនៅប្រទេសស្វីសហើយក៏ខ្ញុំសូមអរគុណអ្នកម៉ាក់ស្មាលីនិងលោកគ្រូអ្នកគ្រូដែលបានលើកទឹកចិត្តលោកនាងខ្ញុំហើយអរគុណម៉ាក់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានមកដល់ប្រទេសស្វីសហើយនៅទីនេះពិតជាស្អាតខ្លាំងមែនតើមានទាំងធម្មជាតិមនុស្សនៅទីនេះការរស់នៅនិយាយទៅជាពិសេសនៅទីនេះស្អាតខ្លាំងហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួយអង្គការអភិសិទ្ធបើអត់មានបងប្អូនទាំងអស់គ្នាក៏ពួកខ្ញុំអាចបានសិក្សារៀនសូត្ររាល់ថ្ងៃនេះដែរអរគុណសម្រាប់ការជួយហើយសូមសង្ឃឹមថាបងប្អូននៅតែបន្តជួយដល់បងប្អូនក្រោយទៀតអរគុណ